ឡើយខ្ញុំមកបេះលឹកងប់ដាក់កញ្ឆេរបងប្អូននេះលោកកូនបងប្អូនស្លឹកខ្លះមានចាស់ស្លឹកខ្លះមានខ្ចីពេលខ្ញុំបេះបន្លែខ្ញុំបានថតឲ្យបងប្អូនមើលទេគឺយើងបញ្ញាក់មកស្លអញ្ចឹងគូឡងកោយូរណាស់បងប្អូនតែបន្លែក្បែរផ្ទះខ្ញុំទេអត់បានទិញគេទេថ្ងៃនោះទិញអស់តែ1500ទេមកហូបឯនោះអត់ដល់1500បងប្អូនអង្គលីងខ្ញុំលីងខ្លួនឯងអញ្ចឹងមកហូបមកពេលហ្នឹងអស់តែ1500ទេ1500ហ្នឹងទិញសាច់ឈូកទេបងប្អូនអស់1500ហ្នឹងបើសាច់ថៃខ្លួនឯងវិញអត់អស់លុយទេបន្លែប្លុកអីខ្លួនឯងមានអញ្ចឹងយើងបងលឹកនេះយើងបេះរួចហើយ